បាទសួស្តីសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកតែងសេចក្តីបែបបញ្ជលទាក់ទងនឹងរឿងរាមកេរ្តិ៍ការទទួលយកពាក្យសច្ចៈរបស់ព្រះនាងកៃកេសីជាពលិកម្មដ៏ឧត្តមឧត្តមបំផុតរបស់ព្រះរាមយកមកធ្វើការបង្ហាញហើយមុននឹងឈានទៅដល់សេចក្តីអធិប្បាយជាដំបូងលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលបានជួយចុច Like Subscribe និង View វីដេអូរបស់លោកគ្រូកន្លងមកសម្រាប់អ្នកថ្មីសូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតបាទយើងពិនិត្យមើលប្រធានតែងសេចក្តីរបស់យើងទស្សនៈមួយលើកឡើងថាការទទួលយកពាក្យសច្ចៈរបស់ព្រះនាងកៃកេសីជាពលិកម្មដ៏ឧត្តមឧត្តមបំផុតរបស់ព្រះរាមចូលបកស្រាយដោយយកឧទាហរណ៍ក្នុងរឿងរាមកេរ្តិ៍មកបញ្ជាក់បាទជាបន្តមកទៀតយើងសិក្សាពាក្យគន្លឹះដែលមាននៅក្នុងប្រធានរបស់យើងមានពាក្យសច្ចៈពលិកម្មនិងឧត្តមឧត្តមពាក្យសច្ចៈគឺជាពាក្យពិតទាំងត្រង់ពាក្យសម្បត្តិឬពាក្យសន្យាពលិកម្មគឺជាការបូជាឬការលះបង់ទាំងកម្លាំងកាយចិត្តទាំងអាយុជីវិតឧត្តមឧត្តមមានន័យថាប្រសើររុងរឿងថ្លៃថ្លាមិនអាចកាត់ថ្លៃបានឡើយបាទជាបន្តមកទៀតយើងចូលមកសេចក្តីអធិប្បាយជាដំបូងនេះយើងហៅថាផ្ដើមសេចក្តីក្រោយពីបានសិក្សាស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយមរឿងរាមកេរ្តិ៍ដែលរៀបរៀងដោយអ្នកអង្គម្ចាស់វត្តឆាយាវង្សរួចមកយើងឃើញថានៅចុងខ្សែមួយមានទំនាស់រាជសម្បត្តិកើតឡើងនៅក្នុងគ្រួសារព្រះរាមបើតាមប្រវេណិកសត្វព្រះរាមជាបុត្រច្បងត្រូវសោយរាជ្យប៉ុន្តែព្រះបាទទសរថធ្លាប់បានសន្យាជាមួយព្រះនាងកៃកេសីថាឲ្យព្រះភិរុតជាកូនប្អូនឡើងសោយរាជ្យនៅទីបំផុតព្រះរាមក៏សម្រេចចិត្តយាងចាកចេញពីនគរចំនួន14ឆ្នាំទៅបួសជាឥសីក្នុងព្រៃតាមសំណូមពររបស់ព្រះនាងកៃកេសីដើម្បីបញ្ចប់ទំនាស់ដោយមើលឃើញពីឥរិយាបថដ៏ល្អរបស់ព្រះរាមដោយខាងលើនេះហើយទើបមានទស្សនៈមួយលើកឡើងថាការទទួលយកពាក្យសច្ចៈរបស់ព្រះនាងកៃកេសីជាពលិកម្មដ៏ឧត្តមឧត្តមបំផុតរបស់ព្រះរាមបាទចំណោទបញ្ហាតើពលិកម្មនោះស្ថិតនៅលើចំណុចណាខ្លះបាទជាបន្តមកទៀតយើងចូលមកដល់តួសេចក្តីដើម្បីជាជំនួយដល់ការបកស្រាយទស្សនៈខាងលើឲ្យបានក្បោះក្បាយជាបឋមយើងគួរគប្បីស្វែងយល់ពីអត្ថន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិនពាក្យសច្ចៈមានន័យថាពាក្យសន្យាឬពាក្យពិតដែលគេបានប្រកាសរួចហើយអំពីគោលបំណងណាមួយរបស់ខ្លួននៅចំពោះមុខវត្ថុស័ក្តិសិទ្ធិឬនៅទីអារាមណាមួយរីឯពាក្យពលិកម្មគឺជាការបូជាឬការលះបង់ទាំងកម្លាំងកាយទាំងចិត្តទាំងអាយុជីវិតដើម្បីបុព្វហេតុអ្វីមួយដែលជាប្រយោជន៍ក្នុងគ្រួសារឬសង្គមជាតិក្តីចំណែកពាក្យឧត្តមឧត្តមសំដៅទៅលើភាពប្រសើរខ្ពង់ខ្ពស់រុងរឿងថ្លៃថ្លាដែលពុំអាចកាត់ថ្លៃបានឡើយដូច្នេះតាមគំនិតរបស់ប្រធានខាងលើចង់មានន័យថាការទទួលយកពាក្យសន្យារបស់ព្រះនាងកៃកេសីក្នុងការយាងចាកចេញពីនគរចំនួន14ឆ្នាំគឺជាការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតដែលមិនអាចកាត់ថ្លៃបានឡើយរបស់ព្រះរាមនៅក្នុងរឿងរាមកេរ្តិ៍បាទជាបន្តមកទៀតយើងឈានមកដល់ការបកស្រាយជាការពិតណាស់ការទទួលយកពាក្យសច្ចៈរបស់ព្រះនាងកៃកេសីគឺជាពលិកម្មដ៏ឧត្តមឧត្តមបំផុតរបស់ព្រះរាមបានជាគេហ៊ានពោលបែបនេះព្រោះគេសំអាងថាបើគេធ្វើការសិក្សាទៅលើផ្ទៃរឿងទាំងមូលប្រកាសជាបានឃើញថានៅចុងខ្សែទី1នៃរឿងរាមកេរ្តិ៍មានបញ្ហាទំនាស់ក្នុងរាជវង្សបានកើតឡើងជុំវិញប្រវេណិកសត្វនិងពាក្យសច្ចៈរបស់ព្រះបាទទសរថនិងព្រះនាងកៃកេសីព្រះបាទទសរថបានសន្យាជាមួយព្រះនាងកៃកេសីថានឹងឲ្យព្រះភិរុតជាបុត្រនាងឡើងសោយរាជ្យប្រសិនបើព្រះអង្គច្បាំងឈ្នះព្រះអាទិត្យបើតាមពាក្យសន្យានេះ
បានធ្វើឡើងយ៉ាងជាក់ច្បាស់ដូច្នេះទ្រង់មិនអាចប្រកែកបានឡើយប៉ុន្តែពេលនេះព្រះបាទទសរថបែរជាមានប្រតិយប្រែប្រួលដោយទ្រង់សពប្រតិយនឹងសមត្ថភាពរបស់ព្រះរាមដែលឈ្នះអស់បេក្ខជនមកពីឋានទាំង3ក្នុងការប្រឡងប្រជែងលើកធ្នូសរសហសដ្ឋានព្រះបាទទសរថមានគំនិតចង់ឲ្យព្រះរាមសោយរាជ្យវិញព្រោះព្រះរាមជាបុត្រច្បងនិងមានឫទ្ធានុភាពខ្លាំងពូកែផងប៉ុន្តែពេលនេះបើសិនជាព្រះបាទទសរថគោរពតាមពាក្យសច្ចៈឬពាក្យសន្យាព្រះអង្គត្រូវប្រគល់រាជបល្ល័ង្កឲ្យព្រះភិរុតទំនាស់នេះជាបញ្ហាដ៏សំខាន់មួយនិងជាសម្ពាធដែលដក់ជាប់ក្នុងប្រតិយព្រះបាទទសរថគឺពិតជាពិបាកសម្រេចប្រតិយណាស់ព្រោះបាតដៃក៏សាច់ខ្នងដៃក៏សាច់សុទ្ធតែរាជបុត្រព្រះអង្គដូចគ្នាស្ថិតនៅក្នុងភាពចម្រូងចម្រាសបែបនេះព្រះអង្គក៏មានបំណងបែងចែកនគរជាពីរគឺនគរមួយទុកឲ្យព្រះរាមជាបុត្រច្បងគ្រងរាជ្យស្របទៅតាមប្រវេណីក្សត្រពីបុរាណកាលមកចំណែកនគរមួយទៀតទុកឲ្យព្រះភិរុតគ្រងរាជ្យស្របតាមពាក្យសច្ចៈប៉ុន្តែដំណោះស្រាយបែបនេះក៏ត្រូវបរាជ័យគឺមិនសមស្របតាមបំណងព្រះនាងកៃកេសីឡើយដោយព្រះនាងនៅតែមានចិត្តមានះទាមទារយ៉ាងទទូចឲ្យព្រះភិរុតឡើងសោយរាជ្យទៅតាមពាក្យសច្ចៈដដែលដោយគ្មានការបែងចែកនគរជាពីរនោះទេហើយព្រះនាងថែមទាំងទាមទារឲ្យព្រះរាមទៅបួសជាឥសីនៅក្នុងព្រៃរយៈពេល14ឆ្នាំសិនចាំវិលមកសោយរាជ្យសម្បត្តិវិញពេលនោះព្រះបាទទសរថទាល់ច្រកពុំមានយោបល់អ្វីឡើយក្រៅពីការទួញជុំសោករហូតដល់សន្លប់បាត់ស្មារតីទំនាស់នេះពិតជាមិនអតិពលខ្លាំងណាស់ហើយហាក់ដូចជាគំនាបមួយដ៏សែនធ្ងន់ដែលបានសង្កត់ទៅលើព្រះតីព្រះរាមគឺទ្រង់ត្រូវទទួលយកទាំងមនោសញ្ចេតនានិងវិចារណញ្ញាណមានន័យថាបើគិតតាមមនោសញ្ចេតនាគឺត្រូវគិតដល់ព្រះបិតាសាច់ឈាមបងប្អូនតែបើគិតតាមវិចារណញ្ញាណវិញគឺត្រូវគិតដល់ច្បាប់ក្នុងព្រះនគរដែលព្រះរាជាត្រូវតែគោរពជាដាច់ខាតការសម្រេចប្រតិយជាចុងក្រោយរបស់ព្រះរាមគឺការទទួលយកពាក្យសច្ចៈរបស់ព្រះបិតាដោយបន្ថែមពាក្យសច្ចៈរបស់ព្រះនាងកៃកេសីដែលតម្រូវឲ្យព្រះរាមយាងចេញពីនគរទុករាជសម្បត្តិឲ្យព្រះភិរុតនេះជាពលិកម្មដ៏កម្រមួយដែលបុគ្គលគ្រប់រូបស្ទើរតែពុំមានបុគ្គលណាមួយហ៊ានសម្រេចចិត្តបែបនេះណាព្រោះជនជាតិខ្មែរយើងតែមានពាក្យទូមានក្នុងន័យប្រៀបធៀបថាមនុស្សនឹងប្រាក់សាច់នឹងយក្សស្ដេចនឹងរាជប៉ុន្តែព្រះរាមបែរជាបោះបង់ចោលរាជសម្បត្តិដោយឥតមានការស្ដាយសំណោះអាឡោះអាល័យសូម្បីតែបន្តិចសោះឡើយនេះសបញ្ជាក់ឲ្យឃើញថាព្រះរាមពិតជាហ៊ានធ្វើពលិកម្មដ៏អស្ចារ្យមួយដើម្បីផលប្រយោជន៍គ្រួសារនិងសង្គមជាតិជាការពិតណាស់ក្នុងលោកជើងនេះគ្មានទំនាស់ណាមួយដែលមិនអាចដោះស្រាយបាននោះទេលើកលែងតែគូទំនាស់ទាំងសងខាងមិនព្រមធ្វើសម្បទានរវាងគ្នានឹងគ្នាតែប៉ុណ្ណោះកាលដែលព្រះរាមធ្វើសម្បទានបែបនេះពិតជាដំណោះស្រាយប្រកបដោយភាពកតញ្ញូចំពោះអ្នកមានគុណក្នុងនាមជាបុត្រល្អដែលចេញមុខទទួលខុសត្រូវរឿងអតីតកាលរបស់បិតាមកស្រាយដោយសន្តិវិធីនាំមកនៅសុភមង្គលនៅក្នុងគ្រួសារម្យ៉ាងទៀតទង្វើនេះក៏ជាគុណធម៌របស់ព្រះអង្គចំពោះព្រះភិរុតដែលក្នុងនាមជាម្ចាស់បងត្រូវហ៊ានលះបង់ដើម្បីព្រះអនុជគឺអ្វីដែលល្អគ្រប់យ៉ាងក្នុងលោកមិនមែនសុទ្ធតែជារបស់បងនោះទេបងក៏អាចលះបង់ដើម្បីឲ្យប្អូនមើលឃើញពីសន្តានចិត្តបងដែរទន្ទឹមនឹងនេះពលិកម្មរបស់ព្រះរាមក៏ជាគុណធម៌របស់មេដឹកនាំគឺហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ប្រជារាស្ត្រទូទាំងនគរដោយហេតុថា
បើសិនជាព្រះរាមមិនទទួលយកពាក្យសច្ចៈខាងលើនេះទេនោះនឹងកើតមានសង្គ្រាមបង្ហូរឈាមរវាងអ្នកគាំទ្រខាងព្រះរាមនិងអ្នកគាំទ្រខាងព្រះនាងកៃកេសីជាមិនខានឡើយហើយអ្នកដែលបរាជ័យពិតប្រាកដគឺប្រជារាស្ត្រព្រោះប្រជារាស្ត្រនឹងត្រូវបានកេណ្ឌយកទៅធ្វើទ័ពច្បាំងគ្នាដើម្បីការពារអំណាចរបស់បុគ្គលតែប៉ុណ្ណោះអំណាចដែលកើតឡើងពីឈាមនិងទឹកភ្នែករបស់ប្រជារាស្ត្រពិតជាគ្មានតម្លៃនោះឡើយនេះមានន័យថាព្រះរាមចង់ឃើញនគរមានសន្តិភាពហើយប្រជារាស្ត្ររស់នៅបានសុខសែនសានការស្រាយបញ្ហាខាងលើនេះជាវិធីសាស្ត្រមួយដ៏ល្អបំផុតដែលនាំមកនូវបរិយាកាសល្អទាំងក្នុងគ្រួសារនិងសង្គមជាតិការទទួលយកពាក្យសច្ចៈនេះជាគុណសម្បត្តិមួយរបស់ព្រះរាមដែលធ្វើឲ្យព្រះអនុជកាន់តែមានព្រះទ័យគោរពអាណិតស្រឡាញ់ព្រះអង្គថែមទៀតហើយព្រះភិរុតបាននាំព្រះមេដាទាំង3ទៅជាងព្រះរាមគ្រងរាជ្យមុនកាលកំណត់ពេញប៉ុន្តែព្រះរាមនៅតែបដិសេធដោយទ្រង់នៅតែកាន់ពាក្យសច្ចៈបន្តទៅទៀតនេះសមដោយសុភាសិតខ្មែរមួយចែងថាមនុស្សយកសម្ដីដំរីយកភ្លុកហេតុនេះហើយបានជាព្រះរាមគ្រាន់តែប្រទានព្រះសពបាទដល់ព្រះភិរុតដើម្បីទុកជានិមិត្តរូបនៃការគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គតែប៉ុណ្ណោះលុះដល់គម្រប់រយៈពេល14ឆ្នាំទើបព្រះរាមនាំមហេសីវិលចូលព្រះនគរសោយរាជ្យទៅតាមពាក្យសន្យាបាទតមកទៀតយើងចូលមកដល់សរុបសេចក្តីមកយើងឃើញថាការទទួលយកពាក្យសច្ចៈរបស់ព្រះនាងកៃកេសីជាពលិកម្មដ៏ឧត្តមឧត្តមបំផុតរបស់ព្រះរាមពិតប្រាកដមែនព្រោះព្រះរាមលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍គ្រួសារនិងសង្គមជាតិនាំឲ្យនគរមានសន្តិភាពប្រជារាស្ត្ររស់នៅប្រកបដោយសេចក្តីសុខបាទតមកទៀតនឹងចូលមកបញ្ចប់សេចក្តីហើយនៅក្នុងបញ្ចប់សេចក្តីនេះមាន2ចំណុចដែលសំខាន់ទី1គឺវាយតម្លៃប្រធានទី2គឺមតិផ្ទាល់ខ្លួនបាទជាបន្តទៀតយើងវាយតម្លៃប្រធានឆ្លងតាមការបកស្រាយទាំងក្បោះក្បាយខាងលើនេះយើងអាចសន្និដ្ឋានបានថាទស្សនៈប្រធានពិតជាមានអត្ថន័យល្អប្រសើរព្រោះបានអប់រំអ្នកអាននិងអ្នកសិក្សាទាំងឡាយឲ្យចេះដោះស្រាយបញ្ហាដោយសន្តិវិធីហើយហ៊ានលះបង់ឬកាត់បន្ថយនៅអត្តតថភាពដែលខ្លួនធ្លាប់មានកន្លងមកដើម្បីផលប្រយោជន៍ដល់គ្រួសារនិងសង្គមជាតិបាទចុងក្រោយគេគឺមតិផ្ទាល់ខ្លួនដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រគ្រប់មុខវិជ្ជាហើយយើងព្យាយាមអានសារដៃអក្សរសិល្ប៍ឲ្យបានច្រើនដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិនិងដកស្រង់គំនិតល្អៗរបស់អ្នកនិពន្ធយកមកកែច្នៃខ្លួនឲ្យបានក្លាយជាពលរដ្ឋល្អចេះគោរពពាក្យសន្យាមិនមានចិត្តលោភលន់ដណ្ដើមអំណាចបុណ្យស័ក្តិជាពិសេសចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿងបាទចឹងសេចក្តីអធិប្បាយដែលលោកគ្រូលើកយកមកបង្ហាញនៅពេលនេះក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយជាចុងក្រោយលោកគ្រូសូមថ្លែងអំណរគុណទៅដល់សិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់ដែលខិតខំតាមដានវីដេអូរបស់លោកគ្រូតាំងពីដើមដល់ចប់បាទជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត